Hello សួស្តី Hello សួស្តីបងប្អូនមកញ៉ាំបាយvớiខ្ញុំមានអីទេថ្ងៃហ្នឹងមានតែស្លល្ពៅស្លល្ពៅហើយខ្យងហ្នឹងរកបាន5 2យប់ហើយខ្យងហ្នឹងប៉ុន្តែឥឡូវហ្នឹងខ្យងហ្នឹងគឺខ្ញុំវាខ្យងហ្នឹងមិនខ្យងយើងសិតទេវាលាយគ្នាអញ្ចឹងខ្ញុំញ៉ាំតែក្បាលទេពួកអីញ៉ាំគួតអត់កើតញ៉ាំបានតែក្បាលតែអីចឹងណាហើយក៏មិនได้ឃើញចូលចិត្តដែរដោយសារខ្យងលេខ្យងថៃតែមានប៉ុន្តែចូលចិត្តក៏ត្រូវតែញ៉ាំដែរស្លក៏វាឆ្ងាញ់ខ្យងក៏ចូលចិត្តហើយហេវទៀតម៉ោង 2ហ្នឹងខ្ញុំទៅហូបបាយដោយសារអីដោយសារតែរវល់របស់ផ្ទះរបស់អីចឹងរៀបចំផ្ទះខ្លះអីខ្លះចឹងណាពួកអីខ្ញុំមាននៅរួយកូនវាតូចពេកកូនធ្វើអីអត់កើតអញ្ចឹងបានតែម្ដាយហ្នឹងធ្វើទៅរួយកូនហ្នឹងទៅប៉ុន្តែថ្ងៃហ្នឹងកូនក៏ត្រូវមាត់ខ្លះដែរបងប្អូនណាពួកអីហត់ដែរម្នាក់ឯងឥឡូវម៉ោង 2ទៅហូបបាយហូបអីចឹងណាឥឡូវពងដាក់ខ្យងមួយម៉ាត់ក៏មានអារម្មណ៍ថាមានជាតិហើយឆ្ងាញ់ចូលចិត្តដែរខ្យងហេវមកបាយដាក់ពេញមាត់ផ្លាប់អញ្ចឹងទៅរួចវាហត់ទឹកស្លលូកគ្រូបដល់ស្លឆ្ងាញ់មិនប្រៃមិនសាបនិយាយរួមទៅខ្ញុំបើអត់បើខ្ញុំស្រួលខ្លួនអីគឺខ្ញុំស្លឆ្ងាញ់ណាតែបើអត់ស្រួលខ្លួនអត់ទៅដឹងរសជាតិដែរហ្នឹងបើថារៀងស្លវាស្រួលខ្លួនអីគឺស្លជឿជាក់ខ្លួនឯងហ្មងថាស្លឆ្ងាញ់ប៉ុន្តែឆ្ងាញ់តែមាត់យើងឥឡូវខ្ញុំនាំបងប្អូនទៅមើលដូងខ្ញុំបន្តិចណាបងប្អូនណាស្ដីដើរមើលដូងបងប្អូនដូងខ្ញុំដូងខ្លះការច្រើនប៉ុន្តែអត់ចប់ខែបងប្អូនមើលមើលនេះការច្រើនអត់ចប់ខែសោះប៉ុនឆ្ងល់បងប្អូនឆ្ងល់ដូងមកដើមហ្នឹងណាការដំបងចេញផ្លែតែហ្មងខ្ញុំអត់យល់គេថាដូងយើងការដំបងអត់មានផ្លែតែដូងខ្ញុំមកដើមហ្នឹងតែការដំបងមានផ្លែតែហ្មងអត់ជឿអត់កុហកបងប្អូននេះបងប្អូនមើលនេះឃើញទេផ្លែហ្នឹងมันផ្លែហើយតិចថាមានច្រើនចេញតែមួយហ្នឹងខ្ញុំគេថាដូងការដំបងអត់មានផ្លែតែដូងខ្ញុំការដំបងមានផ្លែរំភើបពេកបងប្អូនដូចខ្ញុំអត់ខ្ញុំរំភើបរបស់ដែលខ្ញុំធ្វើដោយខ្លួនឯងធ្វើដោយប្តីប្រពន្ធរបស់ខ្ញុំបង្កើតចេញផលិតផលមួយមកគឺសប្បាយចិត្តហ្មងបាច់តែអីទេមានតែមន់ញ៉ោះក៏តែចាប់ដើមពួងក៏ពេលពួងសប្បាយចិត្តពេលដែលបានជាកូនក៏សប្បាយចិត្តដែរដូចខ្ញុំដែរអត់សប្បាយចិត្តបាយបាយកុំភ្លេចបងប្អូនបើស្រឡាញ់គាំទ្រខ្ញុំជួយ follow ជួយ share ជួយ like ខ្ញុំផងបងប្អូន